ត្រង់ថ្ងៃទី19ខែធ្នូឆ្នាំ2025ហើយខាងកោះកុងយោធាថៃបានបើកការវាយប្រហារមកកាន់កោះយ៉ងហើយធ្វើឲ្យប្រជាពលរដ្ឋនៅតាមតំបន់នោះវាភៀសខ្លួនបណ្ដាលនៅមើលតាមវីដេអូនេះទៅហើយវាធ្វើឲ្យថៃនេះនិយាយវាមិនស្ដាប់មែនតើវាឥឡូវហ្នឹងវាពងតែគុកងួននឹងសង្គ្រាមហើយបាទហើយប្រទេសមហាអំណាចមួយចំនួននិយាយក៏វាមិនស្ដាប់ដែរអាចសៀមនេះហើយសូមឲ្យប្រជាពលរដ្ឋដែលនៅតាមកោះកុងអស់គ្នានោះគ្នាប្រុងប្រយ័ត្ននឹងទៅរកទីទួលសុវត្ថិភាពរបស់គ្នាដើម្បីជៀសវាងរាល់សកម្មភាពឬយោធាថៃបានបើកការវាយប្រហារមកកាន់តំបន់ខាងកោះកុងយើងត្រូវរួមគ្នា